អត់យល់ទេគ្រាន់តែលួចឡើងស្ទប់6លេខសោះឲ្យផុសហូបបែបនេះហើយខមមិនហើយគឺខ្ញុំពិតជាបានធ្វើដើមទ្រូងមែនអ្នកទាំងអស់គ្នាហើយខ្ញុំធ្វើដើមទ្រូងនៅ Mira Clinic ជាទៅខ្ញុំតាមដាន page គាត់យូរដែរហើយក៏បានឆាតទៅ page គាត់ហើយមកដល់ clinic គាត់ជាទៅសិក្សាតាធម្មរយៈពេល2ថ្ងៃគឺថាខ្ញុំទុកចិត្តទំនុកចិត្តគឺថាវះកាត់នៅនឹងហ្មងមកណែគេខ្នោចិត្តខ្លះសំលុយមកធ្វើមកអ្នកទាំងអស់គ្នាកុំលើខ្នោចិត្តទៀតណាខ្ញុំភ្នំហើយមុនវះកាត់ក៏ដុកទ័រឲ្យយើងឆែកសុខភាពដែរអ្នកទាំងអស់គ្នាបើសុខភាពយើងអត់ល្អវះកាត់ក៏អត់កើតដែរឆែកដល់អីសុខភាពខ្ញុំល្អនិយាយទៅល្អគ្រប់សពអញ្ចឹងខ្ញុំក៏សម្រេចចិត្តវះហ្មងជាទៅជឿថាចង់ស្អាតយូរហើយកុំឲ្យគេបកកែបូលីថាខ្នាជាតិពេកខ្ញុំក៏បានសញ្ញាកិច្ចសន្យាពាក្យសន្យាដែលយើងបានព្រមព្រៀងគ្នាមុនចូលវះកាត់ចឹងណាចាចាំយូរសញ្ញាឲ្យគឺវះកាត់នៅក្នុងថ្ងៃហ្នឹងហ្មងអ្នកទាំងអស់គ្នាហងចាំថ្ងៃហ្នឹងយូរហើយមិនមែនខ្ញុំកម្រងធ្វើ7-2ឆ្នាំហើយឥឡូវបានជោគជ័យហើយសភាពខ្ញុំក្រោយពីការវះកាត់អ្នកទាំងអស់គ្នាហើយខ្ញុំក៏មានមិត្តភ័ក្តិម្នាក់មកកំដរមកយប់ដែរអ្នកទាំងអស់គ្នាអញ្ចឹងមកយប់ហ្នឹងគេឲ្យយើងកំដរបានតែម្នាក់តែបើមានបងប្អូនសុខទុក្ខបានតែគេងាក់បានទេវ៉ាវហើយអ្នកទាំងអស់គ្នាខ្ញុំមិននឹកស្មានថាដើមទ្រូងខ្ញុំធ្វើធំតារយៈពេល1ខែគឺថាមានអារម្មណ៍ថាវាស្អាតណាមិនចិត្តតែនិយាយណាពេលយើងមានដើមធុងស្អាតទៅយើងពាក់អីក៏ស្អាតក៏តាក់ទាញហើយគ្រាន់តែខ្ញុំ story គឺថាមានបងគាត់សរសើរគាត់សួរថាធ្វើនៅណាស្អាតអីចឹងណាអញ្ចឹងបងដែលមានតម្រូវការចង់វះកាត់ដើមទ្រូងអាចធ្វើនៅ Mira Clinic បានអ្នកទាំងអស់គ្នា